កាសពីសនៈប្រធេរៈនៅក្នុងអាវាសទាំងមូលគ្រប់ការទាំងពួងញាតិញោមមុននឹងអាត្មាលើកឡើងនៅពធញាតិញោមសូត្រធម៌មួយអាត្មាបន្តិចកិរិយានមសិកាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ប្របីចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយអញ្ចឹងចាត់ទុកថាវាជាចំណែកនៃបុណ្យមួយដែលយើងបានកសាងយើងគិតថាជាធម្មតាយើងអត់ងាយបានមកហើយមែនទេញោមប៉ុន្តែពេលនេះយើងអាចមានឱកាសបានមកហើយយើងអាចមានពេលស្ដាប់ព្រះសង្ឃសូត្រមន្តមានពេលសុំសិលមានពេលសូត្រអារាធនាព្រះសង្ឃអីជាដើមហ្នឹងបងសម្ដែងថាវាជាប្រទេសជាទីសបាយនៅក្នុងមង្គលបងលើកឡើងអំពីប្រទេសជាទីសបាយចង់បានន័យថាជាកន្លែងដែលនាំឲ្យយើងមានការរីករាយចំណុំឲ្យជាកន្លែងដែលនាំឲ្យយើងមានការរីកចម្រើនផ្នែកផ្លូវចិត្តជាធម្មតាញាតិញោមនៅផ្ទះស្មុកស្មាញញោមស្មុកស្មាញហ្នឹងស្មុកស្មាញកូនហងចៅផងស្រែចកាផងជពាក់លុយគេផងធ្វើដលងទៅលក់អត់ដាច់ផងស្មុកស្មាញហ៎ស្មុកស្មាញប៉ុន្តែដល់ទៅពេលមកកាន់ប្រទេសជាទីសបាយគឺសំដៅដល់លើវត្តអារាមនេះខ្ញុំពេលដែលមកហើយកំចងអាសេចក្តីលំបាកចិត្តនឹងយកមកតាមជាមួយមកឲ្យឃើញព្រះសង្ឃថ្វាយបង្គំព្រះថ្វាយបង្គំលោកនមស្ការសុំសិលអីហ្នឹងគឺឲ្យអាសេចក្តីកើតទុកទាំងអស់ហ្នឹងវារសាត់តាមរយៈការថ្វាយបង្គំហ្នឹងទៅញាតិញោមតែយើងអត់រសាយចិត្តទេចូលមកដល់វត្តកើតទុកក្នុងវត្តអញ្ចឹងញាតិញោមមកពីផ្ទះហើយពិបាកចិត្តឈឺចិត្តស្អិតទ្រូងយ៉ាងណាជពាក់លុយគេទុកមកដុំសិនអញ្ចឹងចូលមកដល់វត្តយើងគិតរឿងធ្វើបុណ្យសិនមែនទេញោមធ្វើយ៉ាងណាក៏ដោយឲ្យយើងចូលមកដល់វត្តកុំឲ្យមានសម្ពាធថាអើយចូលមកអស់លុយទៅដែរកុំឲ្យមានគំនិតមួយគិតថាអញ្ចឹងហើយចូលមកចុកជើងកណាអង្គុយស្ពះលោកយូរទៅកណាក្រិនសរសៃអត់ហ្នឹងអត់ទេបើកាលណាដែលយើងមានគំនិតមកហាក់បីដូចជាយើងមកវត្តដាក់សម្ពាធឲ្យខ្លួនឯងអញ្ចឹងតែបើថាយើងមកហើយយើងថាអូជាពេលមួយដែលយើងរក្សាផ្លូវចិត្តនឹងឲ្យរីករាយឲ្យសប្បាយពេលដែលមកជួបព្រះសង្ឃអូព្រះសង្ឃលោកនេះព្រះសង្ឃលោកសង្រួមល្អលោកបដិបត្តិល្អមកឃើញលោកធ្វើការមកឃើញវត្តស្អាតឃើញអីអញ្ចឹងញោមសប្បាយចិត្តទេសប្បាយទេអាពេលដែលយើងសប្បាយនឹងឯងដែលជាឈ្មោះនៃកុសលដល់ទៅពេលដែលយើងមកឃើញងាប់អីហើយមិនគ្រាន់តែអំបិលបន្តិចហ្នឹងអីក៏កំណាញ់មកម៉េះដាក់វាអស់ទៅឃើញកើតទុកហ៎ឃើញកើតទុកហើយញោមងាប់អីឆ្កែនេះមកជុះអាចអីកន្លែងស្អុយពេញកន្លែងហ្នឹងឃើញទេមកបដិខៈថ្នាក់មកឲ្យអត់សុបាយចិត្តទៀតតែបើថាយើងមកហើយយើងចេះរកកន្លែងសុបាយឲ្យឃើញមកឃើញលោកមកឃើញវត្តស្អាតមកជួយបោសសម្រាមជួយអីទៅវាជាចំណែកនៃកុសលបើមកឲ្យជុំគ្នាអញធ្វើដលងដូចលក់មិនដាច់សោះខែហ្នឹងឆ្នាំហ្នឹងដឹងលក់ចេញអត់ទេ1គីឡូបានតែ200 300មកកោតទុកជុំគ្នាតែបើសិនជាយើងមកវត្តឥឡូវដូចមានការរីកចម្រើនច្រើនតែលោកថ្ងៃនេះដូចក្រងមកស្អាតលោកឡើងមកសង្រួមហើយលោកឆាន់ភេជ្ជៈឯងអស់លីងសបាយហ៎រកកន្លែងសបាយឃើញហើយញាតិញោមរកកន្លែងសបាយឲ្យឃើញបើយើងអត់សូវកើតទុកតែយើងកើតទុកចូលវត្តក៏កើតទុកអញ្ចឹងបានព្រះអង្គសម្ដែងឲ្យយើងរៀនសប្បាយនៅក្នុងសេចក្តីទុកប៉ុន្តែកុំឲ្យសប្បាយខ្លាំងពេកឲ្យយើងសប្បាយមកល្មមមកអាចចម្រើននៅកុសលធម៌បានអញ្ចឹងថ្ងៃហ្នឹងអាត្មាក៏មិនលើកឡើងអីឲ្យខុសពីប្រធានបទរបស់យើងទេនិយាយអំពីថ្ងៃហ្នឹងយើងពីភ្ជុំបិណ្ឌញាតិញោមភ្ជុំបិណ្ឌនេះបើយើងគិតមើលទៅមិនមែនមានតាំងពីសម័យអង្គរមកទេហើយតាំងពីការកកើតនៃអាណាចក្រខ្មែរយើងមកហ្នឹងក៏អត់ទាន់មានដែរប៉ុន្តែ
កាលដែលមានកាលពីសម័យដើមវាមានខុសពីទម្រង់យើងពេលបច្ចុប្បន្ននៅក្នុងកាលពីសម័យមុនអង្គរយើងមានទម្លាប់មួយដែរប៉ុន្តែតាក់ទងជាមួយនឹងព្រហ្មញ្ញសាសនាហើយអត់មានការដាក់បិណ្ឌអត់មានអីអញ្ចឹងដូចយើងទេនៅក្នុងសម័យអង្គរបើតាមសាលាចារឹកនៅប្រាសាទភិមានអាកាសមាននិយាយពីកន្លែងមួយពាក្យថាភ្ជុំនៅក្នុងន័យនេះគឺសម័យពីដើមគឺសំដៅដល់លើការប្រជុំគ្នាធ្វើនៅពិធីនៅក្នុងព្រហ្មញ្ញសាសនាបូជាលិង្គទេវរាជអីអញ្ចឹងជាដើមទៅនឹងបើយើងសិក្សាមើលទៅពាក្យថាភ្ជុំនឹងមានតាំងពីមុនសម័យអង្គរមកគឺតាំងពីជំនាន់ពេលដែលមាននៅសាលាចារឹកដែលយើងសិក្សាតាមរយៈប្រាសាទភិមានអាកាសគឺមានពាក្យភ្ជុំនឹងមករហូតប៉ុន្តែការភ្ជុំកាលពីសម័យនោះអត់មានការដាក់បិណ្ឌទេណាញាតិញោមអត់មានការដាក់បិណ្ឌអត់មានការមកវត្តអត់មានការមកស្ដាប់ធម៌លោកដូចពេលបច្ចុប្បន្នទេក្រោយមកទៀតបន្ទាប់អំពីការវិវត្តនៃសម័យកាលយូរមកក្រោយសម័យអង្គរមកយើងចូលដល់សម័យដែលគ្រប់គ្រងដោយព្រះបាទអង្គឌួងជាស្ដេចខ្មែរយើងមួយអង្គដែលឆ្លៀវឆ្លៀសផ្នែកខាងពុទ្ធសាសនាច្រើនព្រះបាទអង្គឌួងមុនដំបូងមិនមែនធ្វើកន្លះខែដូចពេលបច្ចុប្បន្នទេគឺធ្វើមួយខែប៉ុន្តែដល់ទៅពេលធ្វើមួយខែសម័យខ្មែរយើងកាលពីសម័យនោះយើងក្រោមការត្រួតត្រាអាណានិគមរបស់សៀមអញ្ចឹងយើងទៅអត់រួចសេដ្ឋកិច្ចទី1ទី2យើងអត់មានធនធានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ការធ្វើចង្ហាន់រយៈពេល1ខែនោះដោយសារតែសេដ្ឋកិច្ចពន្ធដារផ្សេងគឺសៀមជាអ្នកគ្រប់គ្រងសៀមជាអ្នកប្រមូលទាំងអស់អញ្ចឹងហើយធ្វើអត់រួចក៏បន្ថយមកត្រឹមតែកន្លះខែស្របពេលដែលព្រះបាទអង្គឌួងព្រះអង្គជាអ្នកដែលសិក្សាអំពីពុទ្ធសាសនាបានជ្រៅជ្រះហ្នឹងក៏មានការបញ្ជូនសមណៈនិស្សិតខ្មែរយើងទៅសិក្សានៅបណ្ដាប្រទេសមួយចំនួនដូចប្រទេសថៃប្រទេសអីក៏បញ្ជូនទៅសិក្សាដែរអញ្ចឹងសបញ្ជាក់ឲ្យឃើញថាកាលពីសម័យនោះខ្មែរយើងគឺមិនទាន់មានការរីកចម្រើនទេស្ថិតនៅក្រោមការគ្រប់គ្រងដែលជាអាណានិគមរបស់សៀមនៅឡើយអញ្ចឹងព្រះរាជាព្រះអង្គទ្រង់ស្វែងយល់ថាក្នុងរដូវកាលព្រះវស្សាហ្នឹងជាធម្មតាលោកអត់អាចចេញទៅណាដើរបិណ្ឌបាតផ្លូវឆ្ងាយណាបានទេបានទៅនៅចិត្តហើយវាជារដូវមួយដែលព្រះសង្ឃលោកខ្វះស្បៀងនៅក្នុងវត្តញោមធម្មតាញោមដឹងហើយខែហ្នឹងមិនមែនមានសម្បូរទេមែនទេភ្លៀងផងអារបស់របរប្រើប្រាស់ស្បង់ស្បាយត្រៃចពោរបស់លោកក៏សើមហើយមួយទៀតស្បៀងដែលជាចង្ហាន់ឆាន់រៀងរាល់ថ្ងៃក៏អត់សូវមានអញ្ចឹងព្រះរាជាព្រះអង្គទ្រង់ស្វែងយល់ត្រង់កន្លែងហ្នឹងឯងដែលព្រះបាទអង្គឌួងព្រះអង្គមុនដំបូងបង្កើតឲ្យមានកម្មវិធីហ្នឹងរយៈពេល1ខែប៉ុន្តែដល់ពេលក្រោយមកទៀតក៏យើងកាត់បន្ថយត្រឹមកន្លះខែដោយសារតែយើងមានវិបត្តិសេដ្ឋកិច្ចណាញាតិញោមមានវិបត្តិសេដ្ឋកិច្ចហ្នឹងគឺយើងអាចផ្គត់ផ្គង់ប្រសង់រយៈពេល1ខែនឹងពេញបានទេក៏ដកត្រឹមតែកន្លះខែដក30ថ្ងៃចេញអញ្ចឹងបញ្ជាក់ឲ្យយើងឃើញថាកាលពីសម័យនោះយើងនៅទុនខ្សោយនៅឡើយហើយព្រះរាជាព្រះអង្គសិក្សាអំពីពុទ្ធវចនៈហ្នឹងបានច្រើនមែនទែនអញ្ចឹងហេតុហ្នឹងឯងដែលសពថ្ងៃយើងនៅថែរក្សាទំនៀមទម្លាប់ហ្នឹងបានមកដល់ពេលបច្ចុប្បន្នទម្រង់នេះគឺយើងកែតម្រូវបន្ទាប់ពីសម័យអង្គរមានការជួបជុំគ្នាដែរប៉ុន្តែជួបជុំគ្នាជាលក្ខណៈបែបព្រហ្មញ្ញសាសនាដល់ទៅពេលក្រោយពីសម័យអង្គរមកយើងកំណែតម្រង់ចុះឡើងទៅក៏យើងរៀបចំការប្រជុំគ្នានេះឲ្យคล้ายទៅជាការប្រជុំបែបពុទ្ធសាសនាវិញដែលមានការប្រជុំគ្នាស្ដាប់ប្រសង់ទេសនាជាដើមហើយក៏អត់ទាន់មានការដាក់បិណ្ឌទៀតក្រោយមកទៀតក៏ព្រះបាទអង្គឌួងស្វែងយល់អំពីអាកន្លែងចំណុចមួយហ្នឹងក៏កែតម្រង់ឲ្យមានការដាក់បិណ្ឌឡើងការដាក់បិណ្ឌពាក្យថាបិណ្ឌដាក់ហ្នឹងប្រែថាដុំបាយបិណ្ឌហ្នឹងគឺការប្រជុំបិណ្ឌគឺការប្រជុំហ្នឹងមានន័យថាការប្រជុំការជួបជុំគ្នាបិណ្ឌដាក់ហ្នឹងប្រែថាដុំបាយបើយើងយល់អំពីសេចក្តីន័យទាំងពីរហ្នឹងចូលគ្នាមកយើងអាចយល់ន័យមួយផ្គួបគ្នាបានថាជាការប្រជុំគ្នាដាក់បាយដើម្បីផ្គត់ផ្គង់ចំពោះព្រះសង្ឃក្នុងរយៈពេលកន្លះខែហ្នឹងនេះញាតិញោមឆ្ងល់អត់
ញញុំយល់អត្តន័យហ្នឹងអត់ហ្នឹងហើយពាក្យថាភ្ជុំបិណ្ឌហ្នឹងបានន័យថាជាការជួបជុំប្រជុំគ្នាដាក់បាយដើម្បីប្រគេនព្រះសង្ឃប៉ុន្តែមិនមែនមានតែបាយទេក៏មានម្ហូបដែរអញ្ចឹងអានឹងជារចនាសម្ព័ន្ធមួយដែលព្រះបាទអង្គឌួងព្រះអង្គកែតម្រង់ចាប់តាំងពីសម័យព្រះបាទអង្គឌួងមកអញ្ចឹងដែលយើងអាចសិក្សាស្វែងយល់មកនឹងមានការដាក់បិណ្ឌមានអីហ្នឹងគឺដោយសារតែកាលពីជំនាន់សម័យព្រះបាទអង្គឌួងព្រះអង្គកំណែតម្រង់ហើយព្រះអង្គជាពុទ្ធសាសនិកមួយដែលជាអ្នកផ្គត់ផ្គង់នៅក្នុងពុទ្ធសាសនាដែរខ្ញុំយល់ហ្នឹងហើយរហូតមកទៀតមកកាលពីជំនាន់សម័យពីឆ្នាំ1956មកប្រហែលជាឆ្នាំ3ឆ្នាំ8ខែហ្នឹងយើងមិនបានអនុវត្តកម្មវិធីបុណ្យភ្ជុំបិណ្ឌហ្នឹងទៀតទេក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យហ្នឹងយើងកាត់ផ្ដាច់ទាំងស្រុងការគោរពសាសនាជំនឿសាសនាផ្សេងគឺយើងត្រូវបានកាត់ផ្ដាច់អញ្ចឹងក្នុងសម័យរបបកម្ពុជាប្រជាធិបតេយ្យខ្មែរយើងមិនបានអនុវត្តនៅកម្មវិធីបុណ្យភ្ជុំបិណ្ឌដូចនាពេលបច្ចុប្បន្នទេក្រោយមកទៀតសមស្របទៅតាមការយកចិត្តទុកដាក់ហើយជាមួយនឹងការរើម្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរយើងហើយអង្គការសហប្រជាជាតិបានបញ្ជូនកងទ័ពមុខខៀវនឹងចូលមកក៏យើងមានការបញ្ជូនប្រជាពលរដ្ឋពីបណ្ដាជំរំផ្សេងបណ្ដាជំរំសាយធូអីជាដើមហ្នឹងមកខាងក្នុងអញ្ចឹងក៏យើងចាប់ផ្ដើមមានកម្មវិធីចាប់តាំងពីពេលហ្នឹងមកវិញអញ្ចឹងយើងរក្សាអាកម្មវិធីនៃការដាក់បិណ្ឌហ្នឹងគឺចាប់ពីពេលហ្នឹងមកហើយប្រសង់ភាគច្រើនក៏មកពីខាងជំរំហើយក៏មកពីកម្ពុជាក្រោមហ្នឹងមានមួយចំនួនធំដែរអញ្ចឹងកាលមកវិញមុនដំបូងហ្នឹងយើងក៏មានការជួបជុំគ្នាច្រើនហើយក៏អត់សូវជាសបោសបាយដូចពេលបច្ចុប្បន្នទេណាញញុំចាកម្មវិធីភ្ជុំបិណ្ឌរបស់យើងហ្នឹងវារៀងកំសត់បន្តិចប្រពៃណីរបស់ខ្មែរយើងហ្នឹងវាជួបសម័យកាលធ្លាក់ចុះវាមានសម័យកាលឡើងខ្ពស់ហើយឃើញការរីកចម្រើនក្នុងរយៈពេលប្រហែលជា10ឆ្នាំចុងក្រោយនេះឃើញការជួបជុំភ្ជុំបិណ្ឌហ្នឹងឃើញមានលក្ខណៈមួយបែបជាលក្ខណៈទម្រង់ពេញលេញនឹងញញុំជាបែបលក្ខណៈទម្រង់ពេញលេញហ្នឹងបានន័យថាយើងបានមកជួបជុំគ្នាដាក់បិណ្ឌដាក់អីកម្មវិធីផ្សេងគឺយើងបានធ្វើគ្រប់មុខតែកាលពីដើមឡើយយើងអត់បានធ្វើគ្រប់មុខអីដោយសារតែយើងមានការបាត់បង់ខ្លះប៉ុន្តែដល់ពេលសម័យឥឡូវយើងអាចធ្វើពេញទម្រង់ហើយយើងអាចមានលទ្ធភាពផ្គត់ផ្គង់ចង្ហាន់ប្រសង់ក្នុងរយៈពេលកន្លះខែនឹងបានសូមអនុមោទនាខ្ញុំស្ដាប់បានអត់ហ្នឹងហើយអញ្ចឹងកម្មវិធីបុណ្យភ្ជុំបិណ្ឌនេះចង់នាំញាតិញោមឲ្យទៅស្ដាប់ពីប្រវត្តិមករហូតចាប់តាំងតែអំពីយើងកើតមករហូតមកដល់ពេលបច្ចុប្បន្នហ្នឹងយើងជួបប្រទះបញ្ហាច្រើនហើយក៏ទៅសើទឹកចិត្តញាតិញោមដែរដែលថាយើងកំពុងតែលំបាកសេដ្ឋកិច្ចកំពុងតែជួបប្រទះនៅបញ្ហាប្រឈមមុខខ្លាំងមែនទែនហើយយើងនៅតែអាចតស៊ូព្យាយាមនៅតែអាចមកធ្វើបុណ្យធ្វើទានរក្សាប្រពៃណីទំនៀមទម្លាប់យើងបានគឺថាជារឿងមួយដែលញាតិញោមអាចតស៊ូបានហើយសេដ្ឋកិច្ចយើងធ្លាក់ចុះតម្លៃផលនៃកសិកម្មក៏យើងធ្លាក់ចុះប៉ុន្តែទឹកសទ្ធារបស់ញាតិញោមនៅតែអត់ធ្លាក់ចុះទេញាតិញោមអាត្មានាំញាតិញោមមួយឲ្យស្ដាប់ពីពុទ្ធដីការបស់ព្រះអង្គត្រង់កន្លែងមួយសរសើរអំពីទឹកចិត្តរបស់ញាតិញោមព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចំពោះសាវកទាំងឡាយព្រះអង្គសម្ដែងថាអ្នកមានទ្រព្យតិចគួរធ្វើតាមតិចអ្នកដែលមានទ្រព្យមធ្យមគួរធ្វើតាមមធ្យមអ្នកដែលមានទ្រព្យច្រើនគួរធ្វើតាមច្រើនតែបើថាមានហើយមិនធ្វើគឺមិនគួរនោះទេព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យយើងរៀនធ្វើទានឧទាហរណ៍ថាយើងមានអង្ករមួយកំប៉ុងអញ្ចឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការធ្វើទាននោះមិនមែនតលតែយើងយកអង្ករមួយកំប៉ុងហ្នឹងយកទៅដាក់បាតលោកបានហៅថាការធ្វើទានទេយើងមានអង្ករតែមួយកំប៉ុងយើងត្រូវការផ្គត់ផ្គង់ក្រុមគ្រួសារយើងដែរមែនទេញាតិញោមអញ្ចឹងដើម្បីកុំឲ្យអខាននៅក្នុងការធ្វើទានព្រះអង្គសម្ដែងថាឲ្យយើងធ្វើតាមតិចអញ្ចឹងគួរធ្វើមិនញាតិញោមបើមានអង្ករតែមួយកំប៉ុងហ្នឹងញាតិញោមបើថាកុំឲ្យដាច់រឿងការធ្វើទានចាប់មកជើងឆ្មាទៅដាក់ទៅបានហើយអាហ្នឹងយើងធ្វើតាមតិច
និយាយទៅកុំឲ្យយើងមានឲ្យយើងអត់ធ្វើអាហ្នឹងព្រះអង្គអត់សរសើរទេព្រោះការធ្វើទាននេះព្រះអង្គសម្ដែងថាជាហេតុដែលនាំឲ្យសត្វទាំងឡាយមាននភោគៈមានទ្រព្យសម្បត្តិញាតិញោមដឹងតែមូលហេតុទេបើយើងកើតមកអត់អត់ញាតិញោមដឹងតែមូលហេតុទេបើយើងកើតមកអត់អត់ញាតិញោមលេខស្ដាប់លោកអើយអារម្មណ៍ហោះហើរអាលីងញាតិញោមដឹងតែមូលហេតុអីបានមានអ្នកខ្លះកើតមកមានអ្នកខ្លះកើតមកក្រអ្នកខ្លះកើតមកមិនមានមិនក្រអ្នកខ្លះកើតមកពិបាកបន្តិចស្រួលបន្តិចស្រួលពាក់កណ្ដាលជីវិតលំបាកពាក់កណ្ដាលជីវិតខ្ញុំឆ្ងល់ហ៎ឆ្ងល់អត់អត់ឆ្ងល់អញ្ចឹងខ្ជិលប្រាប់ហ៎ឆ្ងល់ហ៎ញោមឆ្ងល់អត់ព្រះអង្គសម្ដែងថាអញ្ចេះអ្នកដែលកើតមកអត់ហ្នឹងជាអ្នកដែលមិនធ្លាប់ធ្វើទានបានថាអត់ធ្លាប់ឲ្យអីគេសោះអាខ្លួនឯងមានអត់ឲ្យគេហើយខ្លួនឯងអត់ហើយនៅតែអត់ឲ្យគេទៀតអាត្មាឃើញកាលពីថ្ងៃដែលខ្មែរយើងមានសង្គ្រាមជាមួយសៀមហ្នឹងញោមឃើញខ្មែរយើងរៃអង្គាសឃើញញោមម្នាក់នោះគាត់ដើររើសអេតចាយហើយគាត់យកអាប្រាក់ដែលគាត់ដើររើសអេតចាយបានហ្នឹងយកមកចូលជាមួយនឹងមូលនិធិកងទ័ពអាត្មាឃើញហើយអាត្មាទៅសើទឹកចិត្តគាត់មែនតើទៅសើតែគាត់នៅតែអាចធ្វើបានណាថ្មីត្បិតតែគាត់ជាអ្នកអត់មែនប៉ុន្តែគាត់លះកាត់នៅភាពកំណាញ់លះកាត់នៅចិត្តដែលចង់បានហួសហេតុលះកាត់ទ្រព្យសម្បត្តិលះកាត់កម្លាំងកាយកម្លាំងចិត្តជួយជំរុញឲ្យយើងនឹងមានមូលនិធិទៅជួយដល់កងទ័ពថ្មីប៉ុន្តែគាត់អត់មានមែនប៉ុន្តែទឹកចិត្តនេះញាតិញោមមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេមែនទេមែនទេញាតិញោមយើងគិតថាអ្នកដែលដើររើសអេតចាយម្នាក់មានប្រាក់ហើយយកប្រាក់ទាំងអស់ហ្នឹងយកមកចូលរួមជាមួយនឹងមូលនិធិកងទ័ពញាតិញោមគិតថាតើគ្រប់គ្នាសុទ្ធតែអាចធ្វើបានឬក៏ធ្វើបានតែគាត់ម្នាក់មិនមែនសុទ្ធតែអាចធ្វើបានទេអាត្រង់កន្លែងហ្នឹងហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាការដែលធ្វើទានហ្នឹងព្រះអង្គសម្ដែងថាជាអ្នកដែលមាននៅភោគៈព្រោះការលះរបស់យើងគឺការលះនៅទ្រព្យបើសិនជាការលះនៅទ្រព្យនោះព្រះអង្គសម្ដែងថាជាការលះដោយកម្រិតនៃសទ្ធាជ្រះថ្លាមែនទែនព្រះអង្គសម្ដែងថាពេលដែលលះកាត់ហើយជាតិក្រោយកើតមានមកជាអ្នកដែលមានបរិវារជាអ្នកដែលមានគេស្រឡាញ់ជាអ្នកដែលមានគេគោរពច្រើនទៀតខ្ញុំចង់បានទេខ្ញុំចង់បានទេអត់ចង់ទេមើលទៅកណាដូចមិនចង់ទេព្រះអង្គថាអីថាទៅកណាមិនខ្វល់ទេមែនទេញាតិញោមញោមស្ងាត់ឈឹងអញ្ចឹងព្រះអង្គសម្ដែងថាបើកាលណាដែលយើងចង់មាននភោគៈចង់មានទ្រព្យយើងគួរតែឲ្យនៅទ្រព្យហើយមានប្រមាណធ្វើប៉ុណ្ណឹងទៅយើងកុំកោតទុកតើខ្ញុំកណាត់មានសោះបើថាបាក់ពេកឃើញលោកដើរបិណ្ឌអត់មានអីសោះបាយមួយគ្រាប់លោកម្ចាស់កណាគ្មានអីទេដាក់បាយមួយគ្រាប់ប៉ញាតិញោមមាននាងម្នាក់អត់មានបានធ្វើបុណ្យអីច្រើនទេគ្រាន់តែយកផ្កាអានងអាផ្កាអានងព្រៃហ្នឹងញាតិញោមស្គាល់អត់តាមម៉តងទេយកទៅថ្វាយព្រះអង្គអត់ទាន់បានថ្វាយព្រះអង្គហ្នឹងគោជុលមកបាត់គ្រាន់តែអំណាចនៃសេចក្តីជ្រះថ្លាដែលចង់យកផ្កាយកទៅថ្វាយព្រះអង្គប៉ុណ្ណឹងញាតិញោមកើតមកជាតិក្រោយនាងហ្នឹងខ្លាចទៅជាទេពធីតាគេហៅថាទេពធីតាផ្កានងហ្នឹងពណ៌ហ្នឹងនិយាយពីលឿងស្រស់ស្អាតណាស់ញាតិញោមចុះតម្រាំតែយើងលះបង់ពេលវេលាលះបង់កម្លាំងកាយកម្លាំងចិត្តមកចូលរួមដូចពេលនេះញាតិញោមគិតថាយើងបានប៉ុន្មាននៅញាតិញោមអញ្ចឹងបានអានិសង្ឃដែលយើងបានធ្វើរបស់ល្អដែលយើងបានឲ្យសួរតើផលហ្នឹងតើណាញាតិញោមផលហ្នឹងគឺមកយើងឧទាហរណ៍ថាដូចជាញាតិញោមហូបបាយអញ្ចឹងពេលញាតិញោមហេវពេលដែលយើងហូបបាយយើងអ្នកឆ្អែតក៏អ្នកដទៃជាអ្នកឆ្អែតញាតិញោមយើងអ្នកឆ្អែតឬក៏អ្នកដទៃជាអ្នកឆ្អែតអ្នកដទៃអ្នកឆ្អែតឬក៏យើងអ្នកឆ្អែតឧទាហរណ៍ថាយើងហេវបាយហើយយើងទៅហូបបាយតើអ្នកណាជាអ្នកឆ្អែតយើងអ្នកឆ្អែតឬក៏អ្នកដទៃចប់ហើយអ្នកលងភ្ញៀវអត់ឆ្លើយទេបន្តិចគឺយើងជាអ្នកឆ្អែតមែនទេយើងជាអ្នកហូបយើងជាអ្នកឆ្អែតឧទាហរណ៍មួយទៀតថាដូចជាញាតិញោមទៅបាញ់ទឹកអប់អញ្ចឹងបាញ់ទឹកអប់លើខ្លួនឯងតើញាតិញោមជាអ្នកក្រអូបឬក៏អ្នកដទៃជាអ្នកក្រអូបយើងជាអ្នកក្រអូបមែនទេយ៉ាងណាមិញបុណ្យដែលយើងធ្វើគឺយើងជាអ្នកទទួលដូចគ្នាមែនទេញាតិញោមមែនអត់
năngដូចគ្នាអញ្ចឹងយើងកុំថាអីកណាធ្វើបន់យូរអីឈប់ធ្វើខ្លះហើយវ័យរបស់មនុស្សយើងអត់អាចកំណត់ថាយើងនឹងត្រូវស្លាប់ថ្ងៃណាទេអញ្ចឹងយើងគួរតែបំពេញសេចក្តីល្អដែលយើងគួរធ្វើឲ្យហើយសូមអនុមោទនា2ដងហើយ22នាទីហើយហើយញាតិញោមអត់ឆ្លើយអញ្ចឹងថ្មខ្ជិលទេសតអញ្ចឹងទៅសើទឹកចិត្តផងញាតិញោមដែលញាតិញោមបានមកស្ដាប់ធម៌មានពេលមកអង្គុយស្ដាប់អញ្ចឹងឃើញញាតិញោមមកកណោមិញញើតទៅអស់លីងសាឡាម៉ានអ្នកហ្នឹងទៅសើញាតិញោមទៅសើថាញាតិញោមអាចមកពីផ្ទះជិះម៉ូតូមកទាំងយប់ហើយមកអង្គុយស្ដាប់លោកទៀតចុកជើងទ្រាំទៀតហើយលើកដៃសាពះទៀតទៅសើញាតិញោមទឹកចិត្តលេងកន្លែងហ្នឹងមួយគឺមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេពេលដែលញាតិញោមកំពុងតែអង្គុយស្ដាប់ធម៌ហ្នឹងមានអ្នកខ្លះពងដេកឡើយទេមានអ្នកខ្លះពងផឹកស៊ីឡើយទេប៉ុន្តែញាតិញោមអាចមានពេលមកអង្គុយស្ដាប់ធម៌ស្ដាប់លោកទេអញ្ចឹងវាជារឿងដែលកំរហើយជាពេលដែលយើងអាចចម្រើននៅកុសលធម៌ថ្មសូមត្រេកអរជាមួយនឹងបុណ្យរបស់ញាតិញោមកើតឡើងក្នុងពេលហ្នឹងផងសូមអនុមោទនាហើយសាធុតិចតិចហ្នឹងហើយញាតិញោមយប់ហ្នឹងសម្រាននៅវត្តឬក៏ទៅផ្ទះវិញញាតិញោមអូចាំបោះបាយបិណ្ឌហ៎ញាតិញោមសម្រាននៅវត្តឲ្យទៅផ្ទះវិញអូយប់ជ្រៅអញ្ចឹងអត់និយាយអីតទៀតទេបងអញ្ចឹងថ្មលើកឡើងនៅពធមានមកប្រមាណប៉ុណ្ណឹងក៏អត់មានអីបន្តទៅទៀតទេមានប្រមាណជា24នាទីហើយក៏សូមឧទ្ទិសបុណ្យនេះទៅដល់ពពុះសត្វទាំងឡាយទាំងពួងដែលអាចអនុមោទនាដល់បុណ្យនេះបានសូមអ្នកទាំងអស់នោះត្រេកអរអនុមោទនាដល់បុណ្យដែលខ្លួនឯងអាចអនុមោទនាបានហើយម្យ៉ាងវិញទៀតសូមឧទ្ទិសបុណ្យនេះទៅដល់បងប្អូនវរៈកងទ័ពដែលបានអនិច្ចកម្មក្នុងសមរភូមិទាំងមុននិងក្រោយហើយក៏សូមឧទ្ទិសនៅបុណ្យកងការមហាកុសលដែលកើតអំពីធម្មទានហើយនឹងអមិសទានរបស់ញាតិញោមក្នុងពេលវេលាឱកាសនេះឧទ្ទិសបុណ្យនេះទៅដល់អតីតព្រះមហាក្សត្រនៅក្នុងសម័យមហានគរក្នុងសម័យក្រោយមកទៀតក៏ដូចជាពញាតវង្សានវង្សព្រះមហាក្សត្រីយនីខ្មែរគ្រប់ចំនួនក៏ដូចជាបងប្អូនរបស់ជនជាតិយើងទាំងអស់ដែលជាអ្នកស្នេហាជាតិមាតុប្រទេសដែលបានពលីជីវិតនៅក្នុងបុព្វហេតុនៃប្រទេសជាតិក៏ដូចជាសពសត្វទាំងឡាយទាំងពួងដែលអាចអនុមោទនានៅបុណ្យនេះបានសូមត្រេកអរអនុមោទនានៅបុណ្យនេះហើយបានរួចចាក់ទុកទាំងពួងហើយក៏សូមឲ្យចំណែកនៃបុណ្យកងការមហាកុសលដែលកើតឡើងក្នុងពេលវេលាឱកាសនេះជាចំណែកមួយនៃការរួចផុតចាក់ទុកតែម្យ៉ាងសូមអនុមោទនា